យកឆ្មាមកចំថែកុំឲ្យ stress ពេកដល់ឃើញឆ្មានេះគឺ stress លើដើមហ្មងលោកសាតែវានៅស្ងៀមមកកន្លែងក៏មានលេងបលែងអីសោះហ្មងនិយាយទៅឆ្មានោះគឺខ្ញុំបានសុំអ៊ំខ្ញុំឲ្យគាត់ចំវានៅចកាអីចឹងណាអ្នកគ្នានៅដល់វារត់លេងទៅលើដីទេដល់ពេលយកមកងូតទឹកឲ្យចេញទៅសិតតែក្អែហ្មងហើយ slow ដល់អត់មានខំអីសោះអ៊ំខ្ញុំប្រាប់ថាឆ្មាហ្នឹងវាស៊ីត្រីទេប៉ុន្តែពេលដាក់ត្រីអីឲ្យស៊ីក៏វាអត់ស៊ីដែរមិនដឹងថាវាអៀនឬក៏មិនទេក៏ខ្ញុំទៅទិញចំណីឲ្យវាស៊ីហ្មងទៅហើយចំណីហ្នឹងអត់ចង់ស៊ីទៀតតោះតែខ្ញុំបញ្ចុកវាពី3គ្រាប់ទៅបានវាញ៉ាំហើយវាទៅស៊ីខ្លួនឯងវាស្ងាត់មែនប៉ុន្តែក៏វាចេះដែរអ្នកគ្នាពេលខ្ញុំធ្វើអីចឹងវាតាមមើលរហូតហ្មងហើយពេលដែលវាហត់អីចឹងគឺវាទៅដេកនៅក្រោមតុហ្នឹងហើយចឹងបានខ្ញុំដាក់អាប៉ុងនេះឲ្យវាដេកក្រោមហ្នឹងហ្មងទៅតែខ្ញុំភ្លេចប្រាប់អ្នកគ្នារឿងមួយឆ្មាហ្នឹងគឺកំពូលឆ្មាលេងបិទពួនហ្មងថ្ងៃតែបើកទ្វារបន្ទប់តិចគឺវារត់ទៅពួនហ្មងហើយបន្ទប់នេះបន្ទប់នោះវាពួនគ្រប់បន្ទប់ហើយពួនទៅកន្លែងងឹតទូចជាអៀតទេទៅពិបាករដើររឆ្មាឡើងវិលចឹងបានខ្ញុំថាយកឆ្មានេះមកគឺចង់ stress នឹងដើររវានឹងហ្មងតែក៏គ្រាន់បាត់អបសុខខ្លះដែរពេលយើងអង្គុយរៀនអង្គុយអីចឹងគឺវានៅក្បែរយើងនឹងឯអ្នកគ្នាវាដេកអូយខ្ជូតខ្លាំងចឹងនៅអ្នកគ្នាក្នុងមួយអាទិត្យយ៉ាងហោចណាស់គូជំនួសកសិកាចាស់ឲ្យបាន2ដងដែរព្រោះអីដូចខ្ញុំចឹងលាងមក2តង់មែនតែមិនប្រកាសថាលាងបានស្អាតល្អទេដោយសារតែ make up ច្រើនហើយណាមួយខ្ញុំអាសាចេញក្រៅដីអីឡើងពេញមុខហ្មងចឹងពេលដែលលុបមុខហើយគឺខ្ញុំបានមកធ្វើការបិទជាមួយនឹង Felix Clay Mask និយាយទៅគឺខ្ញុំអាសាបិទមែនតើមកជាមួយ Clay Mask នេះហ៎បិទទៅតែចាក់មកជួយបិទយកធ្លីដីអីចេញមកអស់ហ្មងហើយស្រួលបិទមែនតើមួយអាទិត្យដូចខ្ញុំនិយាយចឹងបិទឲ្យបាន2ទៅ3ដងគឺល្អបំផុតអានេះគឺខ្ញុំបិទទុកចោលឲ្យវាស្ងួតហើយខ្ញុំលាងមុខចេញឃើញថាមុខរបស់ខ្ញុំវាមើលទៅភ្លឺជាងមុនមែនតើហ្មងហើយបើអ្នកគ្នាមានពេលច្រើនក៏ភ្លេចឲ្យសោះជាមួយនឹង mask ស្លឹកបិទបន្ទាប់ពីនងដោយសារតែ mask ស្លឹកមានជាតិផ្ដល់សំណើមខ្ពស់មែនតើហ្មងសម្បូរទឹក essence ណា